Musk ផ្ដល់មូលទានប័ត្រចំនួន$1 លានដល់អ្នកបោះឆ្នោត Wisconsin ក្នុងការប្រកួតប្រជែងផ្នែកតុលាការកម្រិតខ្ពស់នៅថ្ងៃទី30 ខែមីនា ឆ្នាំ2025លោក Elon Musk មហាសេដ្ឋីនិងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump បានប្រគល់មូលទានប័ត្រដែលមានតម្លៃ$1 លានចំនួន2ដល់អ្នកបោះឆ្នោតនៅរដ្ឋ Wisconsin កាលពីថ្ងៃអាទិត្យទី30 ខែមីនា ឆ្នាំ2025ក្នុងអំឡុងពេលប្រមូលផ្ដុំមួយនៅទីក្រុង Green Bay គោលបំណងគឺដើម្បីជំរុញការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកតុលាការកំពូលរដ្ឋ Wisconsin ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី1 ខែមេសា ឆ្នាំ2025ការបោះឆ្នោតនេះត្រូវបានគេចាត់ទុកថាជាការប្រកួតប្រជែងដ៏សំខាន់និងជាការបោះឆ្នោតតុលាការដែលចំណាយថវិកាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកលោក Musk បាននិយាយថាលោកចំណាយប្រាក់នេះដើម្បីបង្កើនការយល់ដឹងអំពីការបោះឆ្នោតដែលបេក្ខជនសេរីនិយម Susan Crawford ហាក់ដូចជាកំពុងនាំមុខបេក្ខជនអភិរក្សនិយម Brad Schimmel លោកក៏បានសន្យាផ្ដល់ប្រាក់$20ដល់អ្នកគាំទ្រដែលជួយជ្រើសរើសអ្នកបោះឆ្នោតថ្មីក្នុងរយៈពេល2ថ្ងៃខាងមុខការផ្ដល់ប្រាក់នេះធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញា Wisconsin លោក Josh Kaul បានប្តឹងដើម្បីរារាំងវាប៉ុន្តែតុលាការបានអនុញ្ញាតឲ្យបន្តការបោះឆ្នោតនេះនឹងកំណត់ថាតើតុលាការកំពូលរដ្ឋ Wisconsin នឹងមានសមាជិកភាគច្រើនជាសេរីនិយមឬអភិរក្សនិយមដែលអាចជះឥទ្ធិពលលើបញ្ហាសំខាន់ដូចជាសិទ្ធិរំលូតកូនសិទ្ធិកម្មករនិងការកំណត់ឡើងវិញនៅមណ្ឌលបោះឆ្នោតសភា Musk បានចំណាយប្រាក់ជាង$20 លានដើម្បីគាំទ្រ Schimmel ខណៈដែលអ្នកបរិច្ចាគធំផ្សេងទៀតដូចជា George Soros បានគាំទ្រ Crawford សូមអរគុណ